សម្រាប់អ្នកកើតឆ្នាំថោះធាតុឈើឆ្នាំថោះទុនសាយពងមនុស្សស្រីត្រូវការព្រះនេនិរាជយាងទៅឋានសួគ៌និងឋាននរកឆ្នាំថោះអ្នកនោះត្រង់មុខមាត់ដៃជើងច្រើនតែមានដំបៅជានិច្ចមានខ្ញុំកំដរនិងទ្រព្យសម្បត្តិគួរសមបើធ្វើស្រែធ្វើចំការល្អបានកូនម្នាក់ជាទីពឹងពំនាក់អាស្រ័យអាយុ12 13 15ឆ្នាំមានគ្រោះអាក្រក់កើតថ្ងៃពុធវោហាមាត់នោះអភ័ព្វចរចាមិនសូវពិរោះតែប៉ិនប្រសពនិយាយប្រឡោមលងលោមព្រះសុខជាចិត្តនោះរញោករញាំងចូលចិត្តយកអាសាច្វាយនាយខ្លួនឯងអភ័ព្វតែមនុស្សរាប់អានច្រើនល្មមចិញ្ចឹមខ្លួនបានព្រះច័ន្ទជាអសនមានកាមរាគៈស្ដួយស្ដាវមិនចូលចិត្តក្នុងការចង់ស្រីព្រះប្រហ័សនិងព្រះសៅជាដៃធ្វើការងារមានទ្វេដៃល្អព្រះអាទិត្យនិងព្រះអង្គារជាជើងជាមនុស្សចូលចិត្តដើរឆ្នាំថោះខែ5ខែ6ខែ7ទុនសាយនៅក្នុងវងព្រះច័ន្ទធាតុឈើស្ងួតលុះគ្រាតែលំបាកចិត្តទៅបានជាអ្នកជាបើជាមនុស្សសុចរិតនឹងមានបុណ្យវាសនាខែ9ខែ8ខែ9ខែ10ទុនសាយខ្វាក់ភ្នែកម្ខាងផងបាក់ភ្លៅម្ខាងផងធាតុឈើស្ទុននឹងមានកេរ្តិ៍ឈ្មោះល្បីល្បាញខែ11 12ខែ1ទុនសាយស្គមស្គមធាតុឈើក្រអូបច្រើនតែលំបាកចិត្តនិងឈឺដៃជើងគង់បានល្អក្នុងការជាខាងក្រោយខែ2ខែ3ខែ4ទុនសាយដាំដូងធាតុឈើភ្នំមានបញ្ញាឆ្លៀសវៃឆ្នាំថោះថ្ងៃអាទិត្យទុនសាយរត់ចេញពីភ្លើងត្រូវលំបាកចិត្តមិនល្អឡើយថ្ងៃច័ន្ទទុនសាយទេវតាចិញ្ចឹមល្អណាស់ថ្ងៃអង្គារទុនសាយសាធាអភ័ព្វមិនល្អឡើយថ្ងៃពុធទុនសាយបាក់ភ្លៅរកស៊ីលំបាកណាស់ថ្ងៃប្រហ័សទុនសាយរត់ទៅមុនកូនជាមនុស្សចិត្តក្តៅនិងចិត្តរហ័សថ្ងៃសុក្រទុនសាយមានបរិវារច្រើននិងបានជាធំល្អណាស់ថ្ងៃសៅរ៍ទុនសាយស្ដេចចិញ្ចឹមឧត្តមល្អណាស់អរគុណ